គាត់ទាំងពីរនាក់នេះគឺជាម្ចាស់ដើមនៃហាង McDonald ហើយគាត់បានធ្វើកំហុសមួយដែលធ្វើឲ្យគាត់ស្ដាយក្រោយពេញមួយជីវិតសួស្តីទាំងអស់គ្នាអញ្ចឹងខ្ញុំគិតថាអ្នកទាំងអស់គ្នាគឺសុទ្ធតែស្គាល់ហាង burger McDonald ហើយមនុស្សភាគច្រើនគិតថាហាង McDonald បានល្បីមកដល់សប្តាហ៍ថ្ងៃហ្នឹងគឺដោយសារតែម្ចាស់ហាងដែលមានឈ្មោះថា McDonald ហ្នឹងជាអ្នកដែលធ្វើឲ្យហាងហ្នឹងល្បីប៉ុន្តែនោះមិនមែនជាការពិតទេអញ្ចឹងបុគ្គលដែលបានធ្វើឲ្យហាង McDonald ហ្នឹងក្លាយជាអាជីវកម្មមួយដែលជោគជ័យរកលុយបានរាប់ពាន់លានដុល្លារហើយនឹងល្បីល្បាញជុំវិញពិភពលោកមកដល់សប្តាហ៍ថ្ងៃហ្នឹងគឺមានឈ្មោះថាលោក Ray Kroc ពីដំបូងឡើយហាងលក់ burger តូចមួយដែលមានឈ្មោះថា McDonald ហ្នឹងគឺត្រូវបានបង្កើតឡើងនៅក្នុងទីក្រុង San Bernardino ដោយបងប្អូនពីរនាក់ដែលបងប្អូនពីរនាក់គាត់ហ្នឹងគឺមានឈ្មោះថា Richard McDonald ហើយនិង Maurice McDonald អញ្ចឹងរឿងរ៉ាវមួយហ្នឹងគឺចាប់ផ្ដើមពីលោក Ray Kroc ហ្នឹងឯងដែលនៅពេលហ្នឹងលោក Ray Kroc គឺគាត់ជាអ្នកធ្វើការផ្នែកលក់ម៉ាស៊ីនទឹកកឡុកនៅក្រុមហ៊ុនមួយហើយនៅក្នុងថ្ងៃមួយលោក Ray Kroc ហ្នឹងគាត់បានទទួលការកម្មង់ពីហាង McDonald ហើយការកម្មង់ម៉ាស៊ីនទឹកកឡុកគឺក្នុងចំនួនមួយដែលច្រើនមែនទែនហើយវាជារឿងមួយដែលប្លែកសម្រាប់លោក Ray Kroc ភ្លាមៗហ្នឹងគាត់មានចម្ងល់ថាចេះថាហេតុអីបានជាកូនហាងលក់ burger តូចមួយសោះកម្មង់ម៉ាស៊ីនទឹកកឡុកហ្នឹងយកទៅធ្វើអីច្រើនម៉េះអញ្ចឹងគាត់ក៏សម្រេចចិត្តថានឹងចុះទៅមើលនៅទីតាំងផ្ទាល់តែម្ដងនៅពេលដែលគាត់ទៅដល់ហើយអ្វីដែលគាត់បានឃើញហ្នឹងគឺពិតជាធ្វើឲ្យគាត់ភ្ញាក់ផ្អើលតែម្ដងគាត់ឃើញអតិថិជនជាច្រើនកំពុងតែឈរតម្រង់ជួរគ្នាចាំទិញ burger ហើយគាត់ឃើញបុគ្គលិកម្នាក់ៗកំពុងតែញាប់ដៃញាប់ជើងធ្វើ burger ឬមួយក៏ភេសជ្ជៈនៅក្នុងល្បឿនមួយដ៏លឿនខ្លាំងមែនទែនគាត់ឃើញពីរបៀបធ្វើការរបស់ពួកគេគឺល្អឥតខ្ចោះតែម្ដងអញ្ចឹងភ្លាមៗហ្នឹងលោក Ray Kroc គាត់បានសម្រេចចិត្តថាគាត់នឹងទិញសិទ្ធិ franchise ជាម្ចាស់ហាង McDonald ហ្នឹងឲ្យតតែបានប៉ុន្តែនៅពេលហ្នឹងលោក Ray Kroc គាត់អត់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញ franchise ហ្នឹងទេដោយសារតែគាត់នៅធ្វើការជាបុគ្គលិកផ្នែកលក់នៅក្រុមហ៊ុនលក់ម៉ាស៊ីនទឹកកឡុកហ្នឹងនៅឡើយណាហើយអ្វីដែលគាត់បានធ្វើគឺគាត់បានយកប្លង់ផ្ទះរបស់គាត់ទៅដាក់បញ្ចាំហើយការយកទៅដាក់បញ្ចាំដើម្បីខ្ចីធនាគារហ្នឹងគឺគាត់មិនបានប្រាប់ប្រពន្ធគាត់ទៀតគាត់លាក់ទាំងប្រពន្ធគាត់ទៀតដោយសារតែចិត្តចង់ខ្លាំងពេកអញ្ចឹងទីបំផុតគាត់ក៏បានខ្ចីធនាគារបានសម្រេចទិញសិទ្ធិជាម្ចាស់ franchise នៃហាង McDonald ហ្នឹងបានសម្រេចនៅពេលហ្នឹងបន្ទាប់មកទៀតនៅពេលដែលគាត់ក្លាយជាម្ចាស់ franchise ដំបូងគេនៃហាង burger McDonald ជារឿយៗគាត់តែងតែស្នើសុំបងប្អូន McDonald ទាំងពីរនាក់ដែលជាម្ចាស់ហាងហ្នឹងពីការពង្រីកសក្តានុពលរបស់ហាងឲ្យមានសាខាច្រើនជាងមុនដោយនៅរក្សាប្រព័ន្ធប្រតិបត្តិការឲ្យនៅដដែលហើយគាត់តែងតែទទួលបាននៅចម្លើយបដិសេធមកវិញរហូតអញ្ចឹងមូលហេតុដែលបងប្អូន McDonald ទាំងពីរនាក់ហ្នឹងគាត់បដិសេធគឺដោយសារតែពួកគាត់ទាំងពីរនាក់គាត់ចង់ថែរក្សាហាងរបស់គាត់ឲ្យនៅសភាពដើមមិនចង់ហត់លោតទៅណាទេព្រោះគាត់គិតថានៅពេលដែលគាត់ពង្រីកគឺបញ្ហាតែងតែមករកពួកគាត់ហើយអញ្ចឹងគាត់អត់ចង់ហត់នឿយច្រើនប៉ុន្តែអត់ខ្វល់ច្រើនទេដោយសារតែកុងត្រាគឺសញ្ញេហើយអញ្ចឹងលោក Ray Kroc គាត់បានបន្តបង្កើត franchise ជាច្រើននៅក្នុងសហរដ្ឋអាមេរិកនៅពេលហ្នឹងរហូតមកដល់ចុងក្រោយហ្នឹងគឺនៅឆ្នាំ1961អញ្ចឹងបន្ទាប់ពីមានការនិយាយមិនត្រូវគ្នាប៉ះពាល់ពាក្យសម្ដីគ្នាហូរហែរវាងបងប្អូនទាំងពីរនាក់ហើយនិងលោក Ray Kroc ហ្នឹងអញ្ចឹងលោក Ray Kroc គាត់ក៏បានសម្រេចចិត្តថានឹងទិញយកហាង McDonald ហ្នឹងនៅក្នុងតម្លៃ 2.7 លានដុល្លារហើយបន្ថែមទៅលើហ្នឹងជាមួយនឹងការសន្យាថានឹងឲ្យលុយភាគលាភចំនួន 1.95% ក្នុងមួយឆ្នាំទៅកាន់បងប្អូនទាំងពីរនាក់ដែលជាម្ចាស់ដើមនៃហាង McDonald ហ្នឹងហើយការព្រមព្រៀងគ្នាហ្នឹងគឺធ្វើឡើងតាមរយៈការចាប់ដៃគ្នាទេអត់មានការសញ្ញេកុងត្រាអីទេហើយលុយ 2.7 លានដុល្លារបន្ទាប់ពីដកពន្ធដកអីហើយកាត់កងគ្នាហើយនៅសល់លុយចំនួន 2 លានដុល្លារដែលចែកទៅឲ្យបងប្អូនទាំងពីរនាក់បាននៅក្នុងម្នាក់ 1 លានដុល្លារនៅក្នុងពេលនោះពួកគាត់ទាំងពីរនាក់ក៏ក្លាយជាមហាសេដ្ឋីដែរប៉ុន្តែខ្ញុំគិតថានេះវាជារឿងស្ដាយក្រោយរបស់បងប្អូនទាំងពីរនាក់ហ្នឹងទេដោយសារតែក្រោយពីការលក់ក្រុមហ៊ុនរបស់គាត់រួចហើយហ្នឹងគឺពួកគាត់ទាំងពីរនាក់មិនដែលទទួលបានលុយ 1.95% ដែលលោក Ray Kroc ហ្នឹងគាត់សន្យាថានឹងឲ្យរៀងរាល់ឆ្នាំហ្នឹងគឺបងប្អូនទាំងពីរនាក់គាត់គឺអត់ដែលទទួលបានទេចាំមកន័យថាពួកគាត់ខាត់បង់លុយច្រើនមែនទេបើសិនជាយើងលើកយកឆ្នាំ2021មកនិយាយនៅក្នុងឆ្នាំ2021ហ្នឹង McDonald រកលុយបានពីការលក់របស់ខ្លួនជុំវិញពិភពលោកបានចំនួន 112.5 ពាន់លានដុល្លារហើយបើយើងគិតមើលទៅ 1.95% គឺវាស្មើនឹង 2.19 ពាន់លានដុល្លារអញ្ចឹងបងប្អូនទាំងពីរនាក់គាត់ហ្នឹងគឺខាតលុយរាល់ឆ្នាំមិនតិចជាងរាប់ពាន់លានដុល្លារទេហើយចាប់តាំងពីពេលដែលលោក Ray Kroc គាត់ក្លាយជាម្ចាស់ពេញសិទ្ធិនៃហាង McDonald នឹងហើយគាត់បានពង្រីកសាខា franchise យ៉ាងច្រើនប៉ុន្តែចំណុចសំខាន់ឬមួយក៏ចំណុចស្នូលនៃអាជីវកម្មរបស់គាត់ហ្នឹងគឺពាក់ព័ន្ធទៅនឹង system ដែលគ្រប់ franchise ទាំងអស់ដែលបើកបន្តហ្នឹងគឺត្រូវតែប្រតិបត្តិតាមការកំណត់របស់គាត់ពាក់ព័ន្ធជាមួយនឹងរសជាតិ burger ដំឡូងបំពងឬមួយក៏ភេសជ្ជៈជាដើមគឺត្រូវតែធ្វើឲ្យមានរសជាតិដូចគ្នាទាំងអស់និងមានពេលវេលាក្នុងការចម្អិនហ្នឹងក៏ត្រូវតែឲ្យដូចគ្នាដែរហើយចំណុចទាំងអស់នេះហើយដែលធ្វើឲ្យហាង McDonald
ខ្លាយជាក្រុមហ៊ុន fast food ដែលធំជាងគេក្នុងពេលសប្តាហ៍ថ្ងៃប៉ុន្តែនៅពេលក្រោយលុយចំណេញរាប់ពាន់លានដុល្លារហ្នឹងគឺមិនមែនទទួលបានពីការលក់ burger ទាំងស្រុងទេអញ្ចឹងបងប្អូនដឹងអត់ថាលុយភាគច្រើនហ្នឹងគេទទួលបានមកពីណាអញ្ចឹងបើសិនជាដឹងជួយ comment ប្រាប់ផងអរគុណ